ចង់ចេះធ្វើវីដេអូបែបហ្នឹងអត់អាហ្នឹងគេហៅថា zoom transition ឬក៏ zoom effect តែមួយណាយើងអាចហៅឈ្មោះវាបានពីរតោះឥឡូវទៅមើលរបៀបធ្វើហើយមួយទៀតមុននឹងធ្វើខ្ញុំប្រាប់អ្នកទាំងអស់គ្នាមួយសិន zoom មានតែពីរទេគឺ zoom in ហើយនិង zoom out ហើយនេះគឺជាវីដេអូដែលខ្ញុំបង្ហាញខាងលើហ្នឹងគឺ zoom in តោះឥឡូវយើងទៅមើលលើ screen យើងទាំងអស់គ្នាសូម play ម្ដងទៀតនេះគឺជាវីដេអូ intro មិញហ្នឹងអូខេខ្ញុំសុំតោងម៉ៅជិះមកនេះតោងមកជិះមកអូខេឃើញវា zoom in ចូលទេនេះ zoom ពងដល់ហើយនេះគឺចូល scene មួយទៀតហើយអញ្ចឹងខ្ញុំសុំចុច arrow key ថយជាមួយអូខេមកមុខមួយមកគឺវាចូល scene មួយទៀតខ្ញុំចុចអក្សរ M មួយដើម្បីដៅថាចំណុចទី1នេះគឺសម្រាប់វីដេអូទី1តោះឥឡូវយើងមកមើលវីដេអូទី2ខ្ញុំរាប់ frame មក1 2 3 4 5នេះឃើញទេមានន័យថាវាចូលវីដេអូមួយទៀតអញ្ចឹងអ្នកទាំងអស់គ្នាចុចអក្សរ M មួយទៀត1 2 3 4 5អូខេខ្ញុំចុចអក្សរ M មួយទៀត1 2 3 4 5ចុចអក្សរ M មួយទៀតមានន័យថា5 frame ដូច slide transition ដូចគ្នា1 2 3 4 5អូខេអញ្ចឹងខ្ញុំកាន់តែធ្វើបែបហ្នឹងមកនេះឃើញទេអូខេនៅពេលដែលអ្នកទាំងអស់គ្នាដៅ key frame បានប៉ុណ្ណឹងហើយជំហានបន្ទាប់អ្នកទាំងអស់គ្នាត្រូវតែយកវីដេអូចូលតោះឥឡូវយើងយកវីដេអូណាក៏បានដែរបញ្ជាក់មួយទៀតសម្រាប់ zoom effect អ្នកទាំងអស់គ្នាគួរតែយកវីដេអូណាដែល scene ខុសគ្នាឲ្យច្រើនបន្តិចដើម្បីនៅពេលដែលវា zoom ទៅវាហាក់បីដូចជាអត់សាំភ្នែកតោះឥឡូវយើងទៅមើលរបៀបធ្វើអូខេឥឡូវខ្ញុំយកវីដេអូនេះមួយមកនេះខ្ញុំតោងវាតម្លាក់បែបនេះអញ្ចឹងខ្ញុំ right click ខ្ញុំ scale to frame size ខ្ញុំសារ៉េរកន្លែងណាដែលស្អាតមកខ្ញុំសុំ right click ខ្ញុំ unlink វាមួយសិននេះ unlink វាចោលមួយសិនដើម្បីខ្ញុំ delete sound វាចោលកុំឲ្យវាលឺសូររញ៉េរញ៉ៃអូខេ control OK ខ្ញុំ delete ចោលអញ្ចឹងសម្រាប់វីដេអូអ្នកទាំងអស់គ្នាស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្ណឹងមកណានេះកន្លែងនេះគឺ5 frame អូខេខ្ញុំកាត់ control OK ខ្ញុំចុចអានេះខ្ញុំ delete វាចោលឃើញទេយើងបានវីដេអូទី1មួយណាអញ្ចឹងបន្ទាប់ពីវីដេអូទី2អ្នកទាំងអស់គ្នាទៅរកវីដេអូទី2មកអូខេខ្ញុំយកអានេះមកទេអូខេខ្ញុំ right click វាសិនខ្ញុំ unlink ខ្ញុំ delete sound សិនដើម្បីកុំឲ្យញ៉ៃញ៉ៃចុចលើវា right click scale to frame size មានន័យថាពេលដាក់ចូលទំហំគឺវាអត់ត្រូវទំហំទេអញ្ចឹង scale to frame size មកឲ្យវាប៉ុណ្ណេះនេះអូខេខ្ញុំ control OK ខ្ញុំ delete វាចោលខ្ញុំអត់បានមើលលម្អិតថាកន្លែងណាស្អាតទេណាអញ្ចឹងខ្ញុំយកសិនណាអូខេឥឡូវថាខ្ញុំយកប៉ុណ្ណេះចុះអានេះគឺជាការឧទាហរណ៍អ្នកទាំងអស់គ្នាពីរបៀបធ្វើឥឡូវយើងចូលវីដេអូទី3អូខេខ្ញុំយកប្លង់នេះមួយទៀតមកអញ្ចឹងអ្នកទាំងអស់គ្នាកាត់វីដេអូអ្នកទាំងអស់គ្នាអាចយកវីដេអូមួយណាដែលអ្នកទាំងអស់គ្នាស្រឡាញ់ហើយគិតថាអូខ្ញុំដាក់ intro ក្បាលឲ្យវាដឹងអូខេខ្ញុំយកកន្លែងខ្ញុំអង្គុយបែបនេះមកខ្ញុំ delete អាមុខនេះចោលអូខេខ្ញុំសុំ break នេះតិច yes ខ្ញុំដាក់វាចូលមកអូខេអានេះគឺយើងយកតែ5 frame ទេអញ្ចឹងយើងខាងក្រោយគឺយើង delete ចោលនេះយើងបានវីដេអូ3ណាអញ្ចឹងអ្នកទាំងអស់គ្នាដាក់ឲ្យគ្រប់វីដេអូបែបហ្នឹងរបៀបធ្វើគឺដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើឲ្យគ្រប់បែបហ្នឹងណាចាំយើងទៅលេង effect នៅពេលដែលអ្នកទាំងអស់គ្នាកាត់វាគ្រប់ frame ទាំងអស់ហ្នឹងហើយឥឡូវយើងមកមើលពីរបៀបលេង transition ទាំងអស់គ្នាអូខេនេះនៅពេលដែលបានគ្រប់អស់អញ្ចឹងអ្នកទាំងអស់គ្នាចុចលើវីដេអូទី1នេះអ្នកទាំងអស់គ្នាមកចូលទៅលើ effect នេះចូលមកមើលលើ effect មករួច search រកពាក្យថា transform effect នេះឃើញទេនេះឥឡូវឃើញអត់ search transform ហ្នឹងឃើញអត់រួចអ្នកទាំងអស់គ្នាតោងវាមកតម្លាក់លើនេះពងឃើញទេបន្តមកអ្នកទាំងអស់គ្នាចូល effect control មករកពាក្យ transform រួចមករកពាក្យអីគេគឺ scale នេះសំដៅទៅលើទំហំអញ្ចឹងខ្ញុំចុច key frame ឡើងនេះមួយពងតោះឥឡូវខ្ញុំមកដាក់ដើម key frame បែបនេះដើមបែបហ្នឹងអញ្ចឹងខ្ញុំរុញវាចូលបែបនេះខ្ញុំរុញអានេះមកមុខ5 frame 1 2 3 4 5ដោយសារតែអានេះវាផ្ដើមក្បាលវា6 frame វាលើសគេអូខេឥឡូវយើងយក5 frame សិនខ្ញុំដើមមួយទៀតពោឃើញអ្នកទាំងអស់ឃើញមាន key frame 2ទេអញ្ចឹងអា key frame ដើមនេះកាលណាវា zoom គឺវានៅទំហំ 100% ដដែលទេកាលណា zoom in យើងត្រូវទៅលើ key frame ទី2នេះឃើញទេ key frame ទី2យើង zoom វាដល់150មកពងឃើញវារីកទេឃើញវារីកធំជាងមុនទេអូខេបានប៉ុណ្ណឹងអ្នកទាំងអស់គ្នា scroll មកក្រោមនេះអាកន្លែងនេះហ្នឹងដូរឡើងនេះ shutter angle អូខេខ្ញុំដាក់360មក yes sorry 360 enter មកគឺវាមានភាព blur ចាំមើលណានេះឃើញទេឃើញវីដេអូយើងរៀង blur ហើយនៅពេលដែលវា zoom ចូលអូខេអញ្ចឹងបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាចុចលើ key frame ចុងគេនេះណាចុចលើវាមួយពងអ្នកទាំងអស់គ្នា right click មករកពាក្យ ease in ឃើញទេហើយអាដើមនេះខ្ញុំ right click ខ្ញុំយកពាក្យថា ease out មានន័យថាវាដាក់ទៅវា smooth អូខេបានប៉ុណ្ណឹងអញ្ចឹងដើម្បីបានប៉ុណ្ណឹងអ្នកទាំងអស់គ្នាចុចលើអា key frame ហ្នឹងនេះចុចលើអា transition ហ្នឹងមក control អក្សរ C select ពួកនេះទាំងអស់ select អាវីដេអូក្រោយនេះទាំងអស់មកណាអូខេខ្ញុំ control អក្សរ V
ចឹងអាវីដេអូនេះគឺវាដូរពណ៌មកជាប់ទៅនឹង section ទាំងអស់ហើយឃើញទេចឹងខ្ញុំចុចលើអាវីដេអូទី1វិញដោយសារតែអាទី1ហ្នឹងគឺវាមាន6 frame ចឹងខ្ញុំតោនេះ port មកនេះឃើញទេតោះឥឡូវយើង play អូខេឥឡូវខ្ញុំសុំ play ម្ដងទៀតនេះជាមួយណាចឹងអ្នកទាំងអស់គ្នាចេះពីរបៀបធ្វើណាហើយសម្រាប់ zoom out នេះគឺជាវីដេអូ zoom out សម្រាប់ zoom out នេះឬក៏ zoom in ពីលើហ្នឹងយើងអាច apply ទៅលើតាមប្រភេទ project ក៏ដូចជាការងាររបស់យើងធ្វើរៀងរាល់ថ្ងៃហ្នឹងគឺយើងអាច apply វាបានអូខេខ្ញុំគិតថាវីដេអូហ្នឹងតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូបន្តបាយបាយ